ឈៀមពេញមេឃចាំងភ្លឺភ្លេក្រហមចៅខ្ទេចអស់សាលាផ្ទះសំបីដែលធ្លាប់រស់នៅទីវត្តអារាមបែកបាក់ស្រុកភូមិស្ពានផ្លូវសង្គ្រាមឆក់ទៅមិនប្រណីមិនអាសូរម្ដាយត្រូវព្រាត់កូនទាំងមិនទាន់ចិញ្ចឹមឲ្យធំទឹកភ្នែកខ្លាយជាឈាមតើអ្នកណាយល់អារម្មណ៍បាត់ដៃក្នុងដៃលេបសំបីមកបន្លំយើងគ្រាន់តែចង់បានសន្តិភាពតែអ្នកអ្វីដូចជាសត្វពស់រឿងដែលអ្នកប្រឹងខ្លែងល្ខោនដែលអ្នកប្រឹងសម្ដែងព័ត៌មានដែលអ្នកប្រឹងបង្វែងជីវិតអ្នកបានយកគ្រួសារអ្នកបំបែកយើងមិនរាថយដាក់ស្លុតរឹងមាំឈរនៅទឹកដីបរិសុទ្ធរួមសម្លេងជាតិប្រយុទ្ធដើម្បីមាតុភូមិសុខសាន្តយើងត្រូវការសន្តិភាពយើងមិនត្រូវការសង្គ្រាមយើងមិនត្រូវការសម្រក់ឈាមត្រូវប្រាប់ការពិតឲ្យពិភពលោកបានដឹងឮសម្លេងរួមគ្នាថាកម្ពុជា